បាទសូមជម្រាបសួរបាទបងប្អូនគោរពស្រឡាញ់វត្ថុស័ក្តិសិទ្ធិទាំងអស់គ្នាបាទថ្ងៃនេះបាទខ្ញុំបាទបង្ហើយបានឲ្យភ្ញៀវបានអឺពីម្ចាស់3ម្ចាស់បាទហ្នឹងឯងបាទនេះអង្គនេះម្ចាស់មួយផ្សេងបាទសម្ដេចព្រះគ្រូបាទគង់នៅលើបាទបលាំងបាទហើយលក្ខណៈប៉ាណូបាទហើយខ្ញុំបាទសាងជាលក្ខណៈប៉ាណូនេះភាសាម្ចាស់គាត់កំងដែរបាទគាត់កំងប៉ាណូធម្មតាទេប៉ុន្តែគាត់ថាយើងឆ្នៃម៉ូដឆ្នៃក្បាច់ឲ្យគាត់អញ្ចឹងណាបាទអង្គុយនៅលើបលាំងអញ្ចឹងបាទយើងឆ្នៃតាមហ្នឹងបាទហើយកាន់ជាន់នេះបាទប្រភេទឈើដៃខ្លះបាទបងប្អូនណាប្រភេទឈើដៃខ្លះហើយកម្ពស់បានបន្ទឹកបាទຂະຫນາດដាក់តាំងនៅក្នុងឡានឬក៏តាំងលើអាសនៈបាទឬក៏បងខ្លះគាត់អាចយកធ្វើជាមេបតោងក៏បានដែរបាទព្រោះមកទឹកមិនធំបានទេបាទតូចល្មមដែរទេបាទស្អាតសាំងឈើដៃខ្លះបាទស្អាតហើយចម្លាក់ខ្ញុំមកគឺឆ្លាក់ដៃ 100% បាទហើយឈើនេះយើងមើលប្រាក់មកច្បាស់ដោយសារឈើពណ៌បែបហ្នឹងណាបាទយើងធ្វើពណ៌បែបហ្នឹងមើលទៅច្បាស់ល្អបាទហើយចម្លាក់បាទស្អាតបាទទៅនៃជូនបាទមកស្អាតជូនបងប្អូនបាទសម្រាប់បងប្អូនគាត់ចង់ឆ្លាក់បាទហើយគាត់អាចផ្ញើវ៉ាន់មកបានឬក៏អាចមកដល់ទីតាំងផ្ទាល់មកបានបាទសម្រាប់បងប្អូនដែលគាត់នៅតាមខេត្តបាទឬក៏នៅភ្នំពេញដែលគាត់រវល់ធ្វើការងារតែចង់ឆ្លាក់តែពិបាករកកន្លែងផ្ញើបាទពិបាករកកន្លែងទុកចិត្តបាទខ្លាចបាត់បង់ឈើខ្លាចដូរឈើដូរអីហ្នឹងបាទបងប្អូនផ្ញើមកខាងខ្ញុំបាទមិនបាច់បារម្ភទេបាទមិនបាច់បារម្ភទេគ្រាន់តែកត់តួអង្គនៅក្នុងនៅលើឈើនោះបាទហើយនឹងកម្ពស់នឹងទំហំបាទរូបអីបាទម្ដងនេះនឹងពិភាក្សាជាមួយបងប្អូនម្ដងទៀតបាទពេលដែលបានម្ដងយើងពិភាក្សាគ្នាម្ដងទៀតថាគួរឆ្លាក់រូបអីសមបាទឬក៏ឆ្លាក់រូបអីកម្ពស់ម៉ាត់អីម៉ាត់យើងនិយាយគ្នាតាមហ្នឹងបាទស្អាតណាបងប្អូនណាឈើដៃខ្លានេះបាទហើយសម្រាប់ខាងនេះតួអង្គខាងនេះគឺជាព្រះអង្គវិស្ណុបាទមានពហុ4បាទលោកទ្រង់ឈរបាទលក្ខណៈប៉ាណូបាទដែលសាងចេញពីស្ដេចបញ្ញាក្អែកកទុតព្រៃហើយនឹងមានចាយ័ន្តបាទនៅខាងក្រោយបាទហើយយ័ន្តអស់នេះគឺសុទ្ធតែម្ចាស់ដែលគាត់កំងឲ្យចាឲ្យបាទសម្រាប់ខ្ញុំមិនជាអ្នកគ្រូមិនជាអ្នកចេះអីណាទេបាទគ្រាន់តែភ្ញៀវគាត់ឲ្យចាបាទយើងនឹងទៅសេអសរទៅតាមគាត់បាទបល័យទៅតាមគាត់បាទស្អាតបាទស្ដេចបញ្ញាក្ទុតព្រៃបាទស្អាតមែនតើបាទចម្លាក់គឺឆ្លាក់ដៃហើយខាងលើនេះគឺយើងចោះដាក់កវលបាទយើងចោះដាក់កវលបែបហ្នឹងបាទដើម្បីឲ្យគាត់ដាក់ខ្សែកពាក់តែម្ដងយើងអត់ពិបាកស្រោបបាទបងប្អូនណាបាទបើយើងស្រោបទៅអស់លុយមួយជាន់ទៀតបាទប្រហែលជា7-80000ជាន់ទៀតបើស្រោបប្រាក់ណាបាទស្រោបឲ្យណុកខ្ទង់ប្រហែលជា$10ទៅ$15បាទស្រោបឲ្យណុកណាហ្នឹងហើយអញ្ចឹងអស់លុយម៉ូតូទៀតបាទអញ្ចឹងយើងឆ្លាក់ចឹងទៅកុំឲ្យដាក់ចោះចឹងទៅកុំឲ្យគាត់អស់លុយម្ដងទៀតបាទហើយដូចតួអង្គនៅខាងនេះក៏ចឹងដែរបាទព្រះសិវៈបាទហើយឈើនេះអូនប្រុសហ្នឹងក៏គាត់បានប្រាប់ដែរប៉ុន្តែខ្ញុំភ្លេចបាទឈើគាត់ថាឈើគាត់ពិសេសណាស់បាទហើយបើយើងមិនបានប្រាប់បាទយើងអាចច្រឡំថាជាពៅដុះបាទប៉ុន្តែមិនមែនជាពៅដុះទេបាទហើយនៅក្រោយនេះគឺយើងចាយ័ន្តដែរបាទអ្នកពុទ្ធិយៈបាទអ្នកជាលតិអ្នកមគ្គតៈជាបេសិគីអ៊ីស្វាសុបាទសិតយ័ន្តដែលដូនតាយើងនឹងសល់ទុកឲ្យបាទហើយរៀបជាខ្សែកឲ្យស្រាច់បាទខ្សែកຂະຫນາດ8លីបាទ108គ្រាប់បាទហើយខ្សែកនេះគឺសាងចេញពីដើមត្នោតបងប្អូនណាបាទក្លឹមត្នោតបាទហើយក្លឹមត្នោតនេះគឺទន្ទះបាញ់ទៀតបាទដែលគាត់យកមកសាងនេះបាទគាត់យកមកសាងទៀតបាទអ្នកខ្លះគាត់អត់ហ៊ានយកមកសាងទេប៉ុន្តែបងប្រុសគាត់ក្លាហានបាទគាត់ចូលចិត្តណាបាទគាត់ចូលចិត្តខាងហ្នឹងបាទអាយុគាត់ប្រហែលជា20ស្ដើងទេបាទប៉ុន្តែគាត់ថាគាត់ឆ្លាក់ច្រើនហើយបាទគាត់ឆ្លាក់ច្រើនប៉ុន្តែនិយាយថាគាត់ចូលចិត្តទៅខាងហ្នឹងអញ្ចឹងណាបាទហ្នឹងហើយដើមថ្នោតផ្ទះបាញ់នេះភាគច្រើនដូចជាអត់សូវជាមានអ្នកយកមកឆ្លាក់ទេបាទប៉ុន្តែបងប្រុសគាត់យកមកឆ្លាក់បាទព្រះសិវៈបាទຂະຫນາດវេបតោងបាទហើយសម្រាប់នៅខាងនេះបាទប្រភេទឈើដែលខ្លាដូចអង្គនេះដែរបាទអង្គតាស្អីនេះដែរប៉ុន្តែជាព្រះអង្គប្រក់នេះបាទហើយសម្រាប់បងប្អូនគាត់ចង់ជាវដាក់ឡានដាក់អាសនៈដាក់អីតាំងឡៃលក់ដូរអី
បាទពុកម៉ែអាណាជឿបានបាទឈើដែលខ្លានេះបាទខ្ញុំជឿធូដែរទេបាទហើយបាទហើយនៅខាងនេះបាទគឺស្នែងកបីคลิกវត្តធ្លុះបាទតែខ្ញុំក៏យកមកឆ្លាក់ដែរបាទហើយនេះគឺក៏ស្នែងកបីខ្មៅវត្តធ្លុះដែរបាទត្រៀមនឹងឆ្លាក់អីស័យបុនទិសបាទជូនមកប្រុសនៅខាងព្រះវិហារបាទជូនគាត់ខាងព្រះវិហារបាទហើយហ្នឹងហើយអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនគាត់ចង់ឆ្លាក់បាទគាត់អាចទៅតាមខ្ញុំតាមលេខ Telegram បានហើយសម្រាប់ទីតាំងខ្ញុំបាទគឺនៅខាងស្រុកអង្គស្នូខេត្តកណ្ដាលផ្លូវជាតិលេខ4បាទពុកម៉ែបងប្អូនមកដល់គីឡូ24បាទដល់ទីតាំងខ្ញុំបាទហើយបាទអាចតាក់ទងមកបន្តទៀតបន្ថែមទៀតក៏បានបាទឬក៏ចង់ដឹងព័ត៌មានអីផ្សេងៗបាទអាចតាក់ទងខ្ញុំបានតាមលេខ Telegram បាទខ្ញុំនឹងដល់ព័ត៌មានជូនពុកម៉ែបងប្អូនបន្ថែមទៀតបាទបើពុកម៉ែបងប្អូនមក comment នៅក្នុង channel YouTube បាទយើងពិបាកឆ្លើយជាមួយគ្នាបាទពិបាកឆ្លើយឆ្លងបាទអញ្ចឹងបងប្អូនចូល Telegram យើងស្រួលឆ្លើយឆ្លងជាមួយគ្នាបាទហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទហើយក៏សូមបងប្អូនដែលគាត់បានចូលមើល channel YouTube របស់ខ្ញុំបាទសូមជួយជាម្នាក់មួយផងបាទនឹងសញ្ញារូបកណ្ដឹងបាទដើម្បីទទួលបានវីដេអូថ្មីៗបាទអរគុណច្រើនបាទជំរាបលាបាទបងប្អូនអរគ្នាបាទ